ជំរាបសួរនេះខ្ញុំម៉នបន្តីសូមស្វាគមន៍មកកាន់កម្មវិធី Cross Talk របស់សារព័ត៌មាន Khmer Times ចាប់តាំងពីកម្ពុជាមានចំនួនព្រំដែនជាមួយនឹងប្រទេសថៃប្រជាពលរដ្ឋកម្ពុជានាំគ្នាធ្វើពហិការឈប់ទិញទំនិញថៃនៅក្នុងនោះអ្នកវិភាគសេដ្ឋកិច្ចដ៏ល្បីល្បាញមួយរូបរបស់កម្ពុជាគឺលោកបណ្ឌិតគីសេរីវត្តបានបង្ហោះសារនៅក្នុង Facebook Page ផ្ទាល់ខ្លួនដោយអំពាវនាវឲ្យពិភពលោកឈប់ទិញទំនិញថៃដោយលោកបានលើកឡើងថាវាជាការចូលរួមចំណែកនៅក្នុងការសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាចា៎នៅថ្ងៃនេះខាងកាសែត Khmer Times បានអញ្ជើញលោកបណ្ឌិតគីសេរីវត្តមកធ្វើការពន្យល់ជុំវិញហេតុផលដែលជំរុញឲ្យលោកសម្រេចចិត្តបង្ហោះសារនេះឡើងចាសូមជម្រាបសួរលោកបណ្ឌិតជាដំបូងសូមអនុញ្ញាតលោកបណ្ឌិតមេត្តាជួយណែនាំខ្លួនទៅទស្សនិកជនយើងថ្មីចា៎បាទសូមជម្រាបសួរប្រិយមិត្តទស្សនិកជនជាទីគោរពថ្ងៃនេះខ្ញុំគីសេរីវត្តជាអ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចដែលធ្វើការនៅរាជរដ្ឋាភិបាលកម្ពុជាបាទហើយតែងតែបានចូលរួមវិភាគផ្ដល់យោបល់មួយចំនួនតាមប្រព័ន្ធផ្សព្វផ្សាយសម្រាប់ជូនបងប្អូនជ្រាបជាដំណឹងជ្រាបជាជំនួយស្មារតីបាទអ្វីដែលខ្ញុំបានលើកឡើងមិនប្រកាសថាត្រូវ 100% នោះទេក៏ប៉ុន្តែវាជាការយល់ឃើញមួយជ្រុងរបស់ខ្ញុំបាទហើយក៏ចែករំលែកជូនបងប្អូនជាពលរដ្ឋផងដែរហើយថ្ងៃនេះខ្ញុំមានកិត្តិយសបានចូលរួមជាមួយខ្មែរថាមធ្វើកិច្ចពិភាក្សាមួយអំពីការអំពាវនាវឲ្យពិភពលោកឈប់ទិញទំនិញថៃបាទនៅក្នុង Facebook Page ផ្ទាល់ខ្លួនរបស់លោកបណ្ឌិតកាលពីសប្តាហ៍មុនលោកបានបង្ហោះសារជាភាសាអង់គ្លេសដែលនេះខ្ញុំសូមអានបន្តិចI call the world for stop purchasing Thai products, which is the participating in killing Cambodian citizens. ចាសូមលោកបណ្ឌិតជួយពន្យល់អំពីអត្ថន័យដែលលោកបានបង្ហោះនៅក្នុង page ផ្ទាល់ខ្លួនហើយមូលហេតុអ្វីដែលជំរុញឲ្យលោកបណ្ឌិតចាសម្រេចចិត្តបង្ហោះសារនេះឡើងចាបាទដំបូងឡើយយើងឃើញថាកាលណាប្រទេសមានទំនាស់គ្នានេះជារឿងមួយដែលកងទ័ពនិងកងទ័ពតទល់គ្នាបាទអញ្ចឹងកាលណាយើងមានទំនាស់ដោយប្រើកម្លាំងទ័ពគឺនៅក្នុងច្បាប់នៃការធ្វើសង្គ្រាមគឺมันអាចទៅសម្លាប់ប្រជាជនស្លូតត្រង់ទេបាទក៏ប៉ុន្តែប្រហែលជា10ថ្ងៃមុននេះគឺកងទ័ពថៃបានបាញ់សម្លាប់ពលរដ្ឋខ្មែរនៅតំបន់ព្រំដែននេះហើយទាំងអស់នេះធ្វើឲ្យខ្ញុំរំជួលចិត្តខ្លាំងណាស់បាទខ្ញុំមិននឹកស្មានថាប្រទេសថៃដែលពីដើមឡើយគេតែងតែផ្ដោតតម្លៃថាជាប្រទេសដែលមានអរិយធម៌ល្អបាទស៊ីវិល័យក៏ប៉ុន្តែបែរជាធ្វើអំពើបែបនេះទៅវិញបាទនេះគឺពិតជាគួរឲ្យសោកស្ដាយអញ្ចឹងហើយយើងឃើញថាកាលណាយើងពិភពលោកទាំងអស់ទិញទំនិញថៃគឺស្មើនឹងការចូលរួមបំពន់សេដ្ឋកិច្ចថៃឲ្យថៃមានលុយទិញអាវុធយកមកសម្រាប់ប្រជាជនស្លូតត្រង់ហើយនេះគឺជាការលើកទឹកចិត្តរបស់អ្នកធ្វើសង្គ្រាមបើសិនជាយើងបន្តទិញទៀតគឺការលើកទឹកចិត្តដល់អ្នកធ្វើសង្គ្រាមនោះចេះតែបន្តសម្រាប់មនុស្សស្លូតត្រង់តទៅទៀតដែលយើងពិភពលោកកំពុងតែយកបញ្ហាសន្តិភាពយកមកដាក់បាទអញ្ចឹងបញ្ហាសន្តិភាពនេះប្រទេសណាក៏ដូចប្រទេសណាកម្ពុជាមិនគ្រប់គ្រងទេសូម្បីតែរុស្ស៊ីនិងអ៊ុយក្រែនក៏កម្ពុជាមិនគ្រប់គ្រងដែរហើយថ្មីនេះលោក Donald Trump ក៏គាត់យកចិត្តទុកដាក់ជាមួយនឹងបញ្ហាសន្តិភាពនេះដែរដូច្នេះហើយបានជាខ្ញុំសម្រេចចិត្តបង្ហោះសារនេះឡើងដើម្បីឲ្យពិភពលោកបានដឹងបានឮហើយងាកមកពិចារណាថាតើអ្នកពិតជាបានរួមចំណែកចឹងមែនអត់មុននេះបន្តិចលោកបណ្ឌិតបានលើកឡើងថាយើងមិនគួរទិញទំនិញណាដែលពីប្រទេសណាដែលបង្កសង្គ្រាមសម្រាប់ប្រជាពលរដ្ឋឧទាហរណ៍ដូចជារុស្ស៊ីឬក៏អ៊ីស្រាអែលជាដើមអញ្ចឹងបានន័យថាពិភពលោកគួរតែធ្វើពហិការឈប់ទិញទំនិញពីប្រទេសទាំងនោះយើងត្រូវស្វែងយល់ថាកាលណាបើសិនជាយើងទៅទិញទំនិញពីប្រទេសដែលទៅបង្កសង្គ្រាមទៅបង្កើតសង្គ្រាមជាមួយគេហ្នឹងគឺមានន័យថារួមចំណែកនៅក្នុងការបង្កើតឲ្យប្រទេសនោះមានលទ្ធភាពធ្វើសង្គ្រាមនិងដើរសម្លាប់ពលរដ្ឋស្លូតត្រង់ក៏ប៉ុន្តែខ្ញុំចង់បញ្ជាក់ថាសង្គ្រាមរវាងប្រទេសនិងប្រទេសដោយប្រើកងទ័ពនិងកងទ័ពតទល់គ្នាវាជារឿងធម្មតានៃសង្គ្រាមក៏ប៉ុន្តែប្រសិនបើកងទ័ពមកសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ដែលគ្រាន់តែឈរមើលនៅតំបន់ព្រំដែនហ្នឹងបាញ់សម្លាប់គ្នាបាទនោះគឺវាមិនមែនជារឿងមនុស្សធម៌ទេបាទមិនមែនរឿងមនុស្សជាតិទេគឺមិនមែនជារឿងសង្គ្រាមទេគឺការបំពានដល់សិទ្ធិរបស់មនុស្សជាតិបាទចាប់តាំងពីប្រទេសកម្ពុជាឈប់ទិញទំនិញពីប្រទេសថៃតើកម្ពុជាមានការខ្វះខាតទំនិញនៅក្នុងការផ្គត់ផ្គង់ទីផ្សាររបស់កម្ពុជាដែរទេលោកបណ្ឌិតបាទកម្ពុជាបានផ្អាកទំនិញពីប្រទេសថៃហ្នឹងមួយចំនួនមិនមែនទាំងអស់ទេទី2ការបិទច្រកព្រំដែនហ្នឹងក៏បិទមួយចំនួនដែរតែព្រំដែនគោកទេព្រំដែនទឹកព្រំដែនអាកាសក៏មិនបានបិទដែរ
បាទអញ្ចឹងកន្លែងនេះយើងចង់បញ្ជាក់ថារដ្ឋាភិបាលកម្ពុជាគឺឆ្លើយតបទៅនឹងអ្វីដែលថៃធ្វើទេការបិទព្រំដែនគឺថៃអ្នកធ្វើមិនមែនយើងអ្នកធ្វើទេការប្រកាសថាទំនិញប្រេងឥន្ធនៈគេនឹងឈប់លក់ឲ្យយើងក៏ឈប់ទិញដែរបាទដូចគ្នាអញ្ចឹងអ្វីដែលយើងធ្វើយើងកម្ពុជាមិនបានបង្ករឿងមិនបានបង្កហេតុជាមួយនឹងបណ្ដាប្រទេសថៃទេគឺថៃជាអ្នកបង្កកម្ពុជាគ្រាន់តែឆ្លើយតបបាទក៏ប៉ុន្តែខ្ញុំសរសើរទឹកចិត្តបងប្អូនប្រជាពលរដ្ឋយើងដែលគាត់ចូលរួមធ្វើពហិការបាទការចូលរួមធ្វើពហិការនេះមានន័យថាការបង្ហាញនៅទឹកចិត្តស្នេហាជាតិរបស់គាត់ស្រឡាញ់ជាតិខ្លាំងណាស់អញ្ចឹងការធ្វើពហិការនេះយើងឃើញថាបច្ចុប្បន្នទំនិញរបស់កម្ពុជាមិនមានការខ្វះខាតអីទេបាទដោយសារតែយើងមានច្រកពាណិជ្ជកម្មច្រើនហើយมันអាចឲ្យទំនិញថៃមិនបានចូលមកហ្នឹងទៅជាកត្តាមួយធ្វើឲ្យពលរដ្ឋខ្មែរខ្វះទំនិញហូបអាហារទេពីមុនយើងធ្លាប់ប្រើទំនិញថៃឥឡូវយើងងាកមកប្រើទំនិញពីម៉ាឡេពីសិង្ហបុរីបាទពីវៀតណាមពីចិនមកវិញកាន់តែច្រើនជាងមុនដែរហើយក៏យើងលើកទឹកចិត្តឲ្យមានការផលិតទំនិញនៅក្នុងស្រុកដែរអញ្ចឹងថ្មីនេះខ្ញុំឃើញមានការផលិតសាប៊ូបាទការផលិតដំណាប់ផ្សេងដែលកើតចេញពីផលិតផលរបស់ខ្មែរឆ្នាំ2024ឃើញថាដៃគូនាំចូលទំនិញសំខាន់របស់កម្ពុជាទី1គឺប្រទេសចិនចាមានចំនួនទឹកប្រាក់ដល់ទៅ 13.44 ពាន់លានដុល្លារទី2នោះគឺប្រទេសវៀតណាមមានដល់ទៅ4កណ្ដកសញ្ញា 17,000 លានដុល្លារហើយទី3គឺប្រទេសថៃតែម្ដងដែលមានសរុបទឹកប្រាក់ចំនួនដល់ទៅ3កណ្ដកសញ្ញា 44,000 លានដុល្លារដូច្នេះនៅពេលដែលកម្ពុជាបញ្ឈប់ការទិញទំនិញពីប្រទេសថៃអញ្ចឹងបានន័យថាយើងផ្ដល់ឱកាសឲ្យប្រទេសមួយទៀតដូចជាចិនហើយនិងវៀតណាមធ្វើការដំឡើងតម្លៃទំនិញតាមអំពើចិត្តរបស់គាត់អញ្ចឹងវាធ្វើឲ្យទីផ្សារសេដ្ឋកិច្ចរបស់យើងនឹងគឺថាមានអស្ថិរភាពចាលោកបណ្ឌិតយល់យ៉ាងណាដែរចំពោះបញ្ហាបាទកន្លែងនេះខ្ញុំគិតថាវៀតណាមគឺជាក់ស្ដែងទៅមិនមែនមានន័យថាវៀតណាមគាត់តម្លើងថ្លៃទេហើយក៏មិនមែនមានន័យថាចិនគាត់តម្លើងថ្លៃដែរនៅពេលដែលយើងបង្ខំទិញទំនិញច្រើនដោយកំហុកក្នុងរយៈពេលខ្លីអញ្ចឹងតម្រូវការវាកើនពីបណ្ដាប្រទេសទាំងអស់នោះវាធ្វើឲ្យថ្លៃឡើងបន្តិចក៏ប៉ុន្តែក្នុងនោះក៏មានឈ្មួញខិលខូចមួយចំនួនរបស់ខ្មែរយើងដែរដែលគាត់ទៅតម្លើងថ្លៃដោយសារគាត់ជាអ្នកគ្រប់គ្រងទីផ្សារបាទអញ្ចឹងជាឱកាសរបស់គាត់ដូច្នេះកន្លែងហ្នឹងក៏យើងមិនគ្រប់គ្រងដែរហើយក៏សូមស្នើឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញចំពោះក្រុមហ៊ុនដែលនាំចូលនោះថាតើគាត់បានធ្វើអញ្ចឹងដែរឬអត់ដែលរួមចំណែកធ្វើឲ្យទំនិញឡើងថ្លៃទី2មិនមែនអ្នកនាំចូលឡើងថ្លៃទៀតគឺអ្នកលក់នៅផ្សារហ្នឹងអ្នកលក់នៅផ្សារហ្នឹងគាត់ឆ្លៀតឱកាសតម្លើងថ្លៃដែរអាហ្នឹងក៏ជាកត្តាមួយធ្វើឲ្យទំនិញឡើងថ្លៃរួចគាត់អត់បន្ទោសឲ្យគាត់ថាអាហ្នឹងមិនមែនគាត់ធ្វើឲ្យថ្លៃទេគឺគាត់នាំចូលមកថ្លៃអញ្ចឹងប្រជាពលរដ្ឋយើងជួនកាលគាត់យល់ខុសថាទំនិញដែលនាំចូលហ្នឹងវាត្រូវជាឡើងថ្លៃជាងមុនបាទក៏ប៉ុន្តែបើយើងមើលជារួមឃើញថាទំនិញដែលហូរចូលមកការបិទទឹកដោះគោពីថៃចូលគឺយើងមានទឹកដោះគោវៀតណាមទឹកដោះគោឥណ្ឌូនេស៊ីតែពីមុនយើងអត់ដែលឃើញមានទេទឹកដោះគោដាឡាត់បាទទឹកដោះគោឥណ្ឌូមៀលអីហ្នឹងយើងអត់ដែលឃើញទេនៅក្នុងទីផ្សារយើងបាទតែឥឡូវនេះយើងឃើញមានទឹកដោះគោទាំងអស់ហ្នឹងចូលមកអញ្ចឹងកន្លែងនេះបញ្ជាក់ថាហាក់ដូចជាមិនមានបញ្ហាប្រឈមអីទេបាទជាមួយនឹងទំនិញប្រាប់បងដែលជាស្ត្រីគាត់សិតតែដឹងថាផលិតផលរបស់ថៃគឺអ្នកខ្លះគាត់ថាប្រើត្រូវតែផលិតផលរបស់ប្រទេសផ្សេងដូចជាវៀតណាមឬក៏ចិនគាត់ប្រើអត់ត្រូវចាឧទាហរណ៍មួយចោះសាប៊ូកក់សក់ចាខាងសាឡនខ្លះហ្នឹងគាត់សុខចិត្តជាយន្តហោះទៅទិញដល់ប្រទេសថៃព្រោះគាត់ចង់បានសាប៊ូសុទ្ធពីប្រទេសថៃចាប្រសិនបើលោកបណ្ឌិតអំពាវនាវឲ្យគ្រប់គ្នាធ្វើពហិការជប់ទិញទំនិញថៃអញ្ចឹងបានន័យថាលោកបណ្ឌិតអំពាវនាវឲ្យពួកគាត់ប្រើរបស់ដែលគុណភាពទាបសិនទៅកន្លែងនេះខ្ញុំមិនមែនមានអីចឹងទេបាទយើងបានចុះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកបាទដែលយកពន្ធសេរ៉ូពីសហរដ្ឋអាមេរិកមកអញ្ចឹងទំនិញដែលហូរមកនេះចង់បានគុណភាពខ្ពស់ទៅនាំពីអាមេរិកមកបាទហើយទី2ការលើកឡើងថាផលិតផលវៀតណាមឬក៏ផលិតផលចិនអន់នេះខ្ញុំមិនគ្រប់គ្រងទេបាទយើងត្រូវតែពិនិត្យឡើងវិញថាតើផលិតផលវៀតណាមអន់ហ្នឹងម៉ាកអីហើយផលិតផលថៃដែលល្អហ្នឹងម៉ាកអីបាទឧទាហរណ៍ថាបើម៉ាកសាប៊ូមួយម៉ាកដូចគ្នាផលិតនៅវៀតណាមនិងផលិតនៅថៃខុសគ្នាអាហ្នឹងចាំយើងសន្និដ្ឋានបាទប៉ុន្តែ standard ដែលគេផលិតនៅក្នុងប្រទេសនីមួយៗគឺមាន brand របស់គេបាទលើកលែងតែយើងទៅទិញទំនិញវៀតណាមដែលអត់មាន brand បាទអត់មានឈ្មោះអត់មានម៉ាកយីហោអាហ្នឹងបានយើងថាវាអត់មានគុណភាពទី2ទំនុកចិត្ត
ទំនុកចិត្តរបស់អ្នកប្រើប្រាស់ហ្នឹងជួនកាលគាត់មិនបានសិក្សាស៊ីជម្រៅទេគាត់យល់ឃើញអញ្ចឹងគេហៅថា prejudgment ការវិនិច្ឆ័យទុកជាមុនអញ្ចឹងគាត់វិនិច្ឆ័យទុកជាមុនថាឲ្យតែថៃដឹងតែរឿងល្អជាងរបស់វៀតណាមហ្នឹងបាទតែគាត់អត់បានទៅមើលសេដ្ឋកិច្ចវៀតណាមឥឡូវដើរដល់ណាបាទខ្ញុំនិយាយនេះខ្ញុំមិនកាន់ជើងវៀតណាមទេបច្ចុប្បន្ននេះវៀតណាមនិងថៃគឺកំពុងតែប្រជែងផ្នែកសេដ្ឋកិច្ចជាមួយគ្នាទី2នៅក្នុងស្រុកយើងនេះរដ្ឋាភិបាលដែលទទួលខុសត្រូវផ្នែកត្រួតពិនិត្យគុណភាពនេះបើគុណភាពអត់ត្រូវស្តង់ដារតើយើងឲ្យចូលមកធ្វើអីបាទទំនិញអ្វីខ្លះដែលកម្ពុជាយើងពឹងផ្អែកលើការនាំចូលទាំងស្រុងពីប្រទេសថៃយើងអត់មានពឹងផ្អែកទាំងស្រុងពីប្រទេសថៃទាំងអស់ទេបាទយើងមានទំនិញចម្រុះទាំងអស់បាទប៉ុន្តែគាត់ថាទំនិញដែលយើងនាំចូលពីប្រទេសថៃរួមមានទំនិញប្រើប្រាស់ប្រចាំថ្ងៃបាទដូចជាសាប៊ូដូចជា lotion លេបាទប្រេងម្សៅអីជាដើមរួមទាំងម្ហូបអាហារមួយចំនួនហើយទំនិញទាំងអស់ហ្នឹងក៏យើងមាននាំពីចិនមកយើងមាននាំពីជប៉ុនមកយើងនាំពីសង្ហបុរីមកដូចគ្នាបាទហើយក៏នាំពីវៀតណាមមកផងដែរពលរដ្ឋដែលគាត់រស់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃចាដូចជាខេត្តព្រះវិហារឧត្តរមានជ័យបន្ទាយមានជ័យបៃលិនស្រុកវាលវែងខេត្តពោធិ៍សាត់និងកោះកុងចាពួកគាត់គឺទិញទំនិញកសិកម្មពីប្រទេសថៃចាដូចជាជីត្រាក់ទ័រសម្ភារៈប្រើប្រាស់សម្រាប់ប្រកបរបរកសិកម្មហ្នឹងពីប្រទេសថៃហើយម្យ៉ាងវិញទៀតចាពួកគាត់ក៏លក់កសិផលរបស់គាត់ហ្នឹងទៅឲ្យប្រទេសថៃផងដែរចានេះខ្ញុំឧទាហរណ៍មួយកសិករដែលគាត់រស់នៅក្នុងខេត្តបៃលិនចាគាត់ត្រូវការលក់ផលិតផលកសិកម្មរបស់គាត់ទៅឲ្យថៃភ្លាមចាទំនិញរបស់គាត់នៅពេលដែលយើងបិទព្រំដែនអញ្ចឹងបានន័យថាគាត់ត្រូវបង្វែរទៅឲ្យទៅលក់ឲ្យខាងប្រទេសវៀតណាមព្រោះថាបើព្រំដែនជាប់គ្នាគឺមានតែវៀតណាមទេក៏ប៉ុន្តែពីបៃលិនទៅដល់វៀតណាមគឺដីចំនួនដល់ទៅ500គីឡូចាសម្រាប់បញ្ហានេះតើលោកបណ្ឌិតមានដំណោះស្រាយយ៉ាងណាសម្រាប់ប្រជាពលរដ្ឋនៅបាទចំពោះនៅព្រំដែនយើងដឹងថាកាលណាអ្នករស់នៅព្រំដែនហើយនៅព្រំដែនយើងមានកិច្ចព្រមព្រៀងមួយគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅក្នុងតំបន់បាទអញ្ចឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់នេះគឺអនុញ្ញាតឲ្យគាត់នឹងធ្វើពាណិជ្ជកម្មឆ្លងដែននឹងងាយស្រួលបាទងាយស្រួលទី1គឺទីចិត្តបាទអញ្ចឹងនៅពេលដែលគាត់ទិញជីទិញថ្នាំពីខាងនោះមកហើយពេលដែលបិទព្រំដែនបាទសូមបញ្ជាក់ថាមិនមែនខ្មែរអ្នកបិទទេគឺថៃអ្នកបិទបាទអញ្ចឹងថៃអ្នកបិទបង្កឲ្យពលរដ្ឋខ្មែរយើងមានថ្លៃដើមកសិកម្មយើងខ្ពស់ពេលដែលបង្កថ្លៃដើមកសិកម្មខ្ពស់នឹងហើយដែលប្រជាពលរដ្ឋយើងឈឺចាប់គាត់ទៅពហិការឈប់ទិញតំណែងថៃនោះបាទអានេះគឺជាមូលហេតុមួយអញ្ចឹងមូលហេតុនេះធ្វើឲ្យតំណែងកសិកម្មមួយចំនួនដែលយើងនាំចូលពីប្រទេសផ្សេងត្រូវដឹកឆ្ងាយបន្តិចទៅគាត់បាទអញ្ចឹងវាធ្វើឲ្យថ្លៃដើមកើនបន្តិចដែរអញ្ចឹងកន្លែងហ្នឹងក៏រដ្ឋាភិបាលអាចនឹងមានវិធានការនៅក្នុងការsubsidize គេហៅថាឧបត្ថម្ភធនដល់អាជីវកម្មដើម្បីទម្លាក់ថ្លៃដើមទាំងអស់ហ្នឹងឲ្យយើងទាបបន្តិចដែរបាទហ្នឹងត្រូវតែរដ្ឋាភិបាលហ្នឹងយកចិត្តទុកដាក់បើមិនយកចិត្តទុកដាក់ទេធ្វើឲ្យកសិកម្មហ្នឹងថ្លៃដើមកសិកម្មហ្នឹងខ្ពស់ដែរទី2ការលក់ផលិតផលនេះដូចដែលបានលើកមិញថាពីបៃលិនមកដល់ព្រំដែនវៀតណាមអញ្ចឹងកន្លែងហ្នឹងរដ្ឋាភិបាលត្រូវតែបង្កើតគេហៅថាឃ្លាំងសម្រាប់ស្តុកបច្ចុប្បន្ននេះយើងមានបញ្ហាប្រឈមផ្នែកកសិកម្មរបស់យើងគឺការបាត់បង់ឃ្លាំងបាទខ្ញុំសូមជម្រាបពីដើមពីសម័យដែលខ្ញុំនៅក្មេងៗនៅកុមារបាទផ្ទះប្រជាពលរដ្ឋយើងទាំងអស់សុទ្ធតែមានជង្រុកស្រូវបាទដែលធ្វើអំពីដីលាអាចគោបិទច្បើងតែឥឡូវនេះជង្រុកទាំងអស់គឺបាត់អស់ហើយលែងមានជង្រុកហើយដោយសារអីដោយសារការបំផ្លាញការស្តុករបស់យើងអញ្ចឹងការបំផ្លាញការស្តុករបស់យើងបន្តិចម្ដងដោយស្ងៀមស្ងាត់នោះគឺការចូលមកទិញស្រូវសើមរបស់ប្រទេសជិតខាងបាទនេះគឺអ្វីដែលយើងឃើញបាទហើយកន្លងមកស្រូវរបស់យើងប្រជាពលរដ្ឋកាលណាគាត់ធ្វើស្រូវរួចគាត់ហាទុកក្នុងជរុកបាទស្រូវឡើងថ្លៃមកគាត់លក់មិនលក់ភ្លាមទេតែនៅពេលដែលគេមកបំផ្លាញការស្តុករបស់យើងហ្នឹងស្ងៀមស្ងាត់បន្តិចម្ដងកាលពី20ឆ្នាំមុនគឺគេចូលមកសម្រុកទិញឲ្យថ្លៃខ្ពស់ដើម្បីឲ្យយើងលក់ស្រូវសើមលេងទុកក្នុងជង្រុកអញ្ចឹងជង្រុកគ្មានន័យអីទៀតត្រូវតែកុំទិញចោលពេលដែលយើងកុំទិញជង្រុកចោលអស់គេទម្លាក់ថ្លៃឲ្យទាបយើងនឹងទិញក្នុងថ្លៃដើមទាបគេនឹងទិញយើងក្នុងថ្លៃដើមទាបបាទអញ្ចឹងយើងអត់មានជំរើសរាល់ថ្ងៃនេះដល់ពេលស្រូវតែច្រូតហើយអត់ដឹងយកទៅណាទេបាទអានេះជាបញ្ហាប្រឈមអញ្ចឹងត្រូវតែបង្កើតឃ្លាំងនឹងឡើងបាទហើយត្រូវមានក្រុមខ្ញុំជឿថានៅប្រទេសយើងមានក្រុមអង្គការជាច្រើនបាទអង្គការជាច្រើនដែលមានដើមទុនច្រើនអញ្ចឹងត្រូវតែរៀបសេណារីយ៉ូនេះដើម្បីបង្កើតឲ្យមានឃ្លាំងហើយខ្ញុំជឿថាមួយតំបន់ត្រូវការតែដី 4-10 ហិកតាយើងអាចគ្រប់គ្រងថ្លៃនៅក្នុងទីផ្សារបានហើយបញ្ហាស្រូវបញ្ហាដំឡូងបញ្ហាកសិផលផ្សេងគឺយើងអាចគ្រប់គ្រងបានកាលណាយើងសម្ងួតវាហើយទុកហើយបាទកន្លះឆ្នាំទៀតចាំលក់ក៏បានដែរព្រោះយើងអត់មានអីសម្ងួតបាទអញ្ចឹងម្នាក់បច្ចុប្បន្ននេះចង់បានភាពងាយស្រួលគឺគាត់
ទិញលក់យកតែក្បាលកាក់ចំណេញតែប៉ុណ្ណឹងគាត់ស្រួលហ្មងគាត់មិនបាច់ឈឺក្បាលខ្លាំង សម្រាប់ការធ្វើពហិការនេះហើយប្រជាពលរដ្ឋយើងក៏ឈប់លក់ទំនិញទៅឲ្យខាងប្រទេសថៃអញ្ចឹងមកន័យថាគាត់លក់ទៅឲ្យប្រទេសវៀតណាមតើអាចទេដែលវៀតណាមគាត់ឆ្លៀតយកឱកាសនេះទិញទំនិញថោកពីប្រទេសកម្ពុជាដែលគាត់ទម្លាក់តម្លៃទំនិញពីប្រទេសកម្ពុជាព្រោះគាត់ដឹងថាយើងអត់មានជំរឿចាយើងអត់អាចលក់ទៅថៃបានមានតែបង្ខំចិត្តលក់ទៅខាងវៀតណាមបាទកន្លែងនេះជាការពិតខ្ញុំធ្លាប់ទៅដល់ប្រទេសវៀតណាមបាទទៅជួបនឹងសមាគមចន្ទទីរបស់វៀតណាមហើយខ្ញុំគាត់ឧទាហរណ៍មួយគឺសមាគមគេធំហើយគេបានចងគ្នាជាម្ដុំថាឥឡូវត្រូវទៅទម្លាក់ថ្លៃចឹងនាំគ្នាធ្វើអត់ទិញទំនិញយើងដើម្បីទម្លាក់ថ្លៃថោកនៅពេលដែលថ្លៃចុះបានសម្រុកទៅទិញហ្នឹងបាទអានេះជាយុទ្ធសាស្ត្ររបស់គេអញ្ចឹងយើងដែលខ្ញុំនិយាយថាយើងបាត់បង់អំណាចចរចា bargaining power យើងធ្លាក់ចុះហ្នឹងគឺមកពីយើងកសិករយើងមួយក្រុមតូចអញ្ចឹងយើងមិនអាចទៅប្រកួតជាមួយមួយក្រុមធំគេបានទេបាទបើយើងមិនលក់ម្នាក់ឯងអ្នកផ្សេងទៀតទៅលក់ហើយតែប្រសិនបើយើងបង្កើតឃ្លាំង stock ខ្លួនឯងបានយើងនឹងទៅជា team មួយដ៏រឹងមាំដែរអ្នកឯងមិនទិញខ្ញុំអ្នកឯងរោងចក្រអ្នកឯងអត់ដើរលោកមនិតតើការធ្វើពហិការជប់ទិញទំនិញថៃនេះអាចមានរយៈពេលយូរប៉ុណ្ណាដែរការធ្វើពហិការនេះបើសម្រាប់ខ្ញុំគឺខ្ញុំពហិការរហូតបាទប៉ុន្តែសម្រាប់ប្រជាពលរដ្ឋផ្សេងទៀតខ្ញុំមិនហ៊ានថាអាស្រ័យលើទឹកចិត្តរបស់គាត់ប៉ុន្តែខ្ញុំសូមជំរាបថាវាធ្វើឲ្យយើងខ្នក់ចិត្តមួយបាទបេះដូងមួយដែលមានសម្លាក់ហើយវាមិនអាចជាទៅវិញបានទេចុះអាមេរិកក៏ធ្លាប់ទម្លាក់គ្រាប់បែកសម្រាប់ប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាដែរកាលពីឆ្នាំ1969ដល់73ចាហើយម្យ៉ាងទៀតប្រទេសបារាំងក៏ធ្លាប់ធ្វើអាណានិគមមកលើប្រទេសកម្ពុជាដែរអស់រយៈពេលជាង90ឆ្នាំហើយមួយទៀតគឺប្រទេសវៀតណាមក៏ធ្លាប់កាន់កាប់ប្រទេសកម្ពុជាអស់រយៈពេល10ឆ្នាំអញ្ចឹងលោកបណ្ឌិតបានន័យថាយើងគួរធ្វើពហិការទិញទំនិញពីប្រទេសនឹងដែររឿងការធ្វើពហិការនៅពីតំណែងទាំងអស់នេះមិនមែនមានន័យថាយើងចេះតែធ្វើពហិការទាំងអស់ទេយើងត្រូវពិចារណាយ៉ាងម៉េចទីហោះថារឿងបារាំងតាំងពីប្រហែលជិត100ឆ្នាំមុនណាតាឆ្នាំ1953បានចប់អញ្ចឹងសួរថាតើយើងបកទៅរឿងប្រវត្តិសាស្ត្រសាវរើឡើងវិញទេបាទរឿងអាមេរិកទម្លាក់គ្រាប់បែកឆ្នាំ70 71 72ដល់75តើយើងបកអានោះត្រឡប់ទៅវិញទេបាទឬក៏យើងត្រូវគិតអ្វីដែលនៅក្នុងពេលបច្ចុប្បន្ននេះទី2ទាំងអស់ហ្នឹងគឺជាបទពិសោធន៍ជាមេរៀនដែលយើងឈឺចាប់ហ្នឹងដើម្បីយើងពហិការគេបានតើយើងរឹងមាំនៅអញ្ចឹងត្រូវតែពង្រឹងខ្លួនឯងដូច្នេះខ្ញុំមិនលើកទឹកចិត្តថាទៅពហិការគ្រប់ទំនិញទាំងអស់ទេបាទបច្ចុប្បន្នគេកំពុងតែធ្វើបាបយើងគេកំពុងតែមើលងាយប្រទេសយើងពហិការហ្នឹងជាការទប់ទល់មួយហើយតើកម្ពុជាជាពិសេសនោះគឺប្រជាពលរដ្ឋតើពួកគាត់គួរសម្របខ្លួនទៅតាមសេដ្ឋកិច្ចថ្មីនាសម័យបច្ចុប្បន្ននេះដោយវិធីណាចាហើយពួកគាត់គួរពង្រឹងខ្លួនឯងបែបម៉េចបាទការពង្រឹងខ្លួនឯងរបស់ប្រជាកសិករគឺការរួបរวมគ្នាឲ្យទៅជាសហគមន៍មួយដ៏រឹងមាំហើយការរួបរวมនេះមិនមែនកសិករគាត់ធ្វើខ្លួនគាត់បានទេដោយសារគាត់អត់មានដើមទុនច្រើនទេអញ្ចឹងត្រូវតែមានសហគមន៍ដ៏រឹងមាំមួយដែលមានការគាំទ្រពីរដ្ឋាភិបាលបាទបន្ទាប់មកគឺផ្នែកហិរញ្ញវត្ថុខ្ញុំជឿថាកាលណាគាត់ទៅជាសហគមន៍រឹងមាំ financing យើងរកដើមទុន funding របស់គាត់ហ្នឹងសម្រាប់សហគមន៍របស់គាត់មិនជាការលំបាកទេបាទពីព្រោះថាសហគមន៍ជាអ្នកទទួលខុសត្រូវទៅលើការរក fund ទី2បើគាត់ទៅខ្ចីដើមទុនពីធនាគារ$1000គាត់ត្រូវបង់ការប្រាក់ទាបបំផុត 18% តែបើក្នុងនាមសហគមន៍ប្រមូលកសិករ 1000 នាក់បាទទៅខ្ចីម្នាក់$1000គុណនឹង1000នាក់ខ្ចី$1 លានការប្រាក់នៅសល់តែ 8% 6% បើខ្ចី ARDB នៅសល់តែ 5% កន្លះទេអញ្ចឹងគាត់ចំណេញ 10% ជាង 13% 12% 12% នៃ$1 លានគឺ$120,000អញ្ចឹង$120,000ក្នុងមួយឆ្នាំសម្រាប់យកមកធ្វើសេវានៅក្នុងសហគមន៍របស់គាត់នេះគឺធ្វើឲ្យសហគមន៍នោះរីកចម្រើនល្អអាចជួលអ្នកជំនាញមកជួយក្នុងសហគមន៍អាចជួយអ្នកទីផ្សារអាចជួលអ្នករដ្ឋបាលផ្សេងសម្រាប់ដឹកនាំកិច្ចការសហគមន៍ឲ្យទៅជាសហគមន៍រឹងមាំតែប្រសិនបើអត់បានគិតគូរអាហ្នឹងទេកសិករយើងនៅតែខ្សោយដដែលហ្នឹងបាទហើយនៅតែពឹងលើច្រកព្រំដែនដដែលហ្នឹងដូច្នេះត្រូវតែបង្កើតភាពរឹងមាំនេះឡើងឃើញថានៅខែក្រោយនេះខែធ្នូនឹងមាន SEA Games ដែលថៃជាម្ចាស់ផ្ទះអញ្ចឹងកម្ពុជាយើងគួរតែធ្វើពហិការមិនទៅចូលរួមឬក៏យ៉ាងណាបាទរឿងនេះគឺធ្លាប់មានប្រទេសផ្សេងក៏គេធ្វើអញ្ចឹងដែរបាទកាលណាតែប្រទេសមួយគេមិនសប្បាយចិត្ត
ជាមួយយើងហើយគេធ្វើអំពើមិនល្អមកលើយើងក៏មានសិទ្ធិមិនចូលរួមដែរនៅក្នុង SEA Games នេះបាទអញ្ចឹងខ្ញុំមិនប្រកែកទេប៉ុន្តែយើងក៏ត្រូវតែប្រយ័ត្នដែរថាប្រជាជាតិមួយនេះគឺមានចរិតប្រេយផ្សៃណាស់ខុសខើណាស់ហើយល្បិចកលខ្លាំងណាស់ដែលយើងជាប្រជាជាតិមួយស្មោះត្រង់យើងអាចធ្វើចឹងបានអញ្ចឹងប្រសិនបើយើងបញ្ជូនកីឡាករយើងទៅនៅនោះចុះបើគេមានសកម្មភាពអីផ្សេងពីក្រោយខ្នងដែលធ្វើឲ្យកីឡាករយើងបាត់បង់សមត្ថភាពណាអញ្ចឹងយើងនឹងបាត់បង់អ្វីៗផ្សេងទៀតអញ្ចឹងដំណាក់កាលនេះគួរតែពហិការសិនគួរតែមិនទាន់ចូលរួមសិនគឺជាការល្អបាទការធ្វើពហិការនេះអាចជាយុទ្ធសាស្ត្រមួយបង្ខំឲ្យខាងប្រទេសថៃបញ្ឈប់សង្គ្រាមជាមួយកម្ពុជាដែរទេបាទការធ្វើពហិការនេះមិនមែនជាយុទ្ធសាស្ត្របង្ខំថៃឲ្យបញ្ឈប់សង្គ្រាមទេបាទมันអាចទេក៏ប៉ុន្តែវាជាការឆ្លើយតបមួយគឺការបង្ហាញអំពីទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរចំពោះប្រទេសថៃនិងឲ្យពិភពលោកបានដឹងថាហេតុអីបានធ្វើឲ្យប្រទេសមួយទោះបីយើងនិយាយភាសាសាមញ្ញថាយើងអត់មានអីហូបហើយយើងសុខចិត្តអត់ហូបទៀតរបស់ហ្នឹងឲ្យគេយើងមិនហូបទៀតបាទអញ្ចឹងវាបញ្ជាក់ថាម៉េចវាបញ្ជាក់ថាប្រជាពលរដ្ឋយើងឈឺចាប់នឹងអំពើឈ្លានពានដ៏ថោកទាបនេះបាទដែលมันអាចទទួលយកបានបាទហើយมันប្រទេសណាក៏ដូចគ្នាដែរគឺតែថ្កោលទោសប្រទេសថៃហើយជាពិសេសគឺខ្ញុំថ្កោលទោសបំផុតគឺនៅពេលដែលគាត់បាញ់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់នេះបាទនេះគឺជាចំណុចសំខាន់ចាអរគុណច្រើនចាលោកបណ្ឌិតមានប្រសាសន៍ដ៏ក្បោះក្បាយចានេះខ្ញុំពិតជាជក់ចិត្តមែនតើចាសង្ឃឹមថាទស្សនិកជនយើងក៏ជក់ចិត្តដូចនឹងខ្ញុំដែរចាសូមអរគុណលោកបណ្ឌិតចា